បើសូមលំអរកាយគ្រប់ជំរាបសួរសម្ដេចទ្រង់ឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពដែលកំពុងតាមដានទស្សនានៅកម្មវិធីមរតកតេជោជាការពិតណាស់ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ហើយរយៈពេល3ថ្ងៃប្រកបដោយភាពសប្បាយរីករាយនៅគ្រប់ទីកន្លែងទាំងអស់ទូទាំងប្រទេសកម្ពុជាដែលភាពសប្បាយរីករាយទាំងអស់នេះបានបង្ហាញអំពីគុណតម្លៃនៃកត្តាសុខសន្តិភាពនិងឆ្ពោះទៅកាន់វិបុលភាពសម្រាប់ជាតិកម្ពុជាទាំងមូលស្នាមញញឹមសម្លេងចេញពីការសើចក្អាកក្អាយជាមួយនឹងការបាញ់ទឹកដាក់គ្នាការជូនពរគ្នាទៅវិញទៅមកក្រោមស្នាមញញឹមរបស់ប្រជាពលរដ្ឋខ្មែរបាននឹងកំពុងបង្ហាញឲ្យឃើញអំពីគុណតម្លៃនៃកត្តាសុខសន្តិភាពនិងឈានឆ្ពោះទៅកាន់វិបុលភាពរបស់ប្រជាជាតិខ្មែរអរិយធម៌បានចាប់ផ្ដើមដុសពន្លកសារជាតិថ្មីក្រោមម្លប់សន្តិភាពដែលរកបានដោយកម្រនិងរកបានដោយការបូជាសាច់ស្រស់ឈាមស្រស់របស់សម្ដេចតេជោហ៊ុនសែនដែលជាបិតាសន្តិភាពអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាដែលសម្ដេចបានបញ្ចប់នៅយុគសម័យដ៏ខ្មៅងងឹតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជាតាមរយៈការពង្រាយនៅកម្មវិធីសង្ក្រាន្តនៅគ្រប់ទីកន្លែងទាំងអស់នៅទូទាំងប្រទេសនាឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរយើងនៅពេលនេះគឺជាការបន្តពង្រឹងនៅសកម្មភាពវប្បធម៌ប្រពៃណីខ្មែរនិងមិនធ្វើឲ្យសាបសូន្យនោះទេហើយនៅឆ្នាំនេះផងដែរតាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលរៀបចំធ្វើឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារយៈពេល3ថ្ងៃក៏បានបង្ហាញអំពីអរិយធម៌វប្បធម៌ដ៏ផូរផង់របស់ខ្មែរជាពិសេសការបង្ហាញអំពីវិស័យទេសចរណ៍ដ៏ល្អរបស់កម្ពុជាទៅកាន់ពិភពលោកតាមរយៈព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនេះការរៀបចំអង្គរសង្ក្រាន្តពិតណាស់រៀបចំនៅទីនេះបន្ថែមទៅការរៀបចំនៅក្នុងទូទាំងប្រទេសប៉ុន្តែអ្វីដែលផ្សព្វផ្សាយនៅទីនេះមិនមែនសម្រាប់តែខេត្តសៀមរាបឬតំបន់អង្គរនោះទេប៉ុន្តែថាផ្សព្វផ្សាយនៅទូទាំងពិភពលោកថាស្រុកខ្មែរសប្បាយណាស់មកលេងក្នុងពេលនេះល្ងាចមិញខ្ញុំទៅឃើញជប៉ុនគាត់កាន់កាភ្លើង2នាក់ប្រហែលជាសង្សារប្តីប្រពន្ធកាន់កាភ្លើងបាញ់ទឹកដែរបាទមានខ្មែរយើងមកពីអូស្ត្រាលីក៏មកនាំកូនមកលេងបាទមានជនជាតិអ៊ីឡង់ជនជាតិប្រាំងមកដើរលេងទៅនៅ Pop Street នៅអង្គរបាទឃើញឡើងទៅមើលបាក់ខេងគេបាញ់មកខ្ញុំជាង1000នាក់សិតតែភ្ញៀវមកពីអឺរ៉ុបទៅមើលពេលអាទិត្យលេខប៉ិនម្សិលមិញរៀបឡើងទៅមេឃរៀងស្អាតតិចក៏បានតែច្រើនអញ្ចឹងការផ្សព្វផ្សាយនៅទីនេះឯងដែលផ្សព្វផ្សាយជួយលើកវិស័យទេសចរណ៍មិនមែនតែខេត្តសៀមរាបទេប៉ុន្តែនៅទូទាំងប្រទេសនៃព្រះរាជាណាចក្រកម្ពុជាយើងតែម្ដងបើន័យថាបង្ហាញអំពីសុវត្ថិភាពសន្តិសុខនិងភាពល្អរបស់ប្រជាជនយើងវប្បធម៌យើងនិងប្រទេសជាតិរបស់យើងដើម្បីឲ្យពិភពលោកលើកស្ទួយសេដ្ឋកិច្ចនិងវិស័យទេសចរណ៍របស់យើងហើយក៏ការផ្សព្វផ្សាយនេះមិនមែនចប់សម្រាប់តែ3-4ថ្ងៃដល់ដែរទេការផ្សព្វផ្សាយល្អនេះនឹងទាញទេសចរមកទៀតហើយគោលដៅរបស់យើងធ្វើយ៉ាងណាខែហាយនិងខែគេហៅខែឡូឬខែបៃតងវាយដំវុធហៈដែលយើងដាក់ឈ្មោះថ្មីនេះខែរដូវព្រាងនេះធ្វើយ៉ាងណាឲ្យគម្លាតកុំឲ្យឆ្ងាយពេកបាទអញ្ចឹងការខិតខំផ្សព្វផ្សាយបែបនេះការរៀបចំបែបនេះគឺជាមោទនភាពមួយដែលយើងបានធ្វើទាំងអស់គ្នាហើយផ្សព្វផ្សាយដើម្បីលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជារបស់យើងហើយខ្ញុំក៏បានឃើញការផ្សព្វផ្សាយល្អរបស់ប្រជាពលរដ្ឋយើងហើយខ្ញុំសូមអរគុណណាស់នេះហើយដែលយើងហៅថារួមគ្នាផ្សព្វផ្សាយអ្វីដែលវិជ្ជមានរបស់ប្រទេសយើងរបស់ស្រុកយើងភូមិយើងដើម្បីឲ្យពិភពលោកបានឃើញដើម្បីឲ្យប្រជាជនយើងនៅទូទាំងប្រទេសបានឃើញប្រជាជនខ្មែរយើងម្នាក់ម្នាក់ឥឡូវគាត់មាន Facebook គាត់មាន TikTok គាត់មាន Instagram ខ្ញុំឃើញគាត់បង្ហោះល្អៗយុវជនរបស់យើងគាត់បង្ហោះសប្បាយគាត់បង្ហោះលាបពាក់កៅអៅថតវប្បធម៌របស់យើងគាត់សំបីតាលេងទឹកប៉ាតម្សៅឬមួយគឺថាវាយក្អមឬមួយអីនេះគឺសពផ្សាយឲ្យបានល្អហើយខ្ញុំសូមអរគុណណាស់នៅទីនេះនិងនៅទូទាំងប្រទេសយើងរួមគ្នាផ្សព្វផ្សាយល្អពីប្រទេសជាតិរបស់យើងដើម្បីយើងបានល្អទាំងអស់គ្នាដោយសារតែកម្ពុជាមានសន្តិភាពពេញលេញទើបអាចមានព្រឹត្តិការណ៍ទាំងអស់នេះ
ហើយលើពីនេះទៅទៀតនោះមិនថាតែប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេគឺមានភ្ញៀវបរទេសយ៉ាងច្រើនកុះករផងដែរមកលេងកម្ពុជាប្រកបដោយភាពសប្បាយរីករាយនិងមានទំនុកចិត្តលើសុវត្ថិភាពរបស់ខ្លួនដោយមិនមានការភ័យខ្លាចអ្វីទាំងអស់កន្លងទៅសម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីបច្ចុប្បន្នជាប្រធានព្រឹទ្ធសភាលោកតែងតែលើកឡើងថាមានកត្តា4សំខាន់ដែលធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានចូលរួមសប្បាយរីករាយនៅក្នុងឱកាសនៃពិធីបុណ្យទានម្ដងកត្តាសំខាន់ដែលធ្វើឲ្យប្រជាជនយើងទទួលបាននូវការរីករាយទី1មានសុខសន្តិភាពបើគ្មានសុខសន្តិភាពទេខំនិយាយទៅដល់ការរំកំសាន្តនិយាយពីរឿងក្រាបនិយាយពីរឿងលូននិយាយពីរឿងចូលត្រង់សេអត់ហ៊ានទៅណាទេអានឹងកត្តាទី1គឺកត្តាសន្តិភាពកត្តាទី2គឺកត្តាហេដ្ឋារចនាសម្ព័ន្ធតបជាប់ហើយចំណុចទី3ប្រជាជនមានមធ្យោបាយធ្វើដំណើរក្នុងការធ្វើដំណើរទៅមនុស្សមួយចំនួនមានមធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួនសម្រាប់ការធ្វើដំណើរទៅកំសាន្តសប្បាយនៅស្រុកកំណើតឬនៅកន្លែងណាដែលខ្លួនចង់ទៅប៉ុន្តែមួយផ្នែកទៀតរថយន្តបឺសរថយន្តតាក់ស៊ីមធ្យោបាយសម្រាប់ប្រជាជនជួលជិះដើរលេងក៏មានដែលឥឡូវនេះគ្រប់ផ្លូវទាំងអស់សិតតែមានបណ្ដាញរថយន្តក្នុងការធ្វើដំណើរហើយកត្តាទី4គឺប្រជាពលរដ្ឋមានប្រាក់ចំណូលសមរម្យដែលអាចនឹងធ្វើបុណ្យធ្វើទាននិងធ្វើដំណើរកម្សាន្តសប្បាយបានជាមួយគ្នានេះផងដែររាជរដ្ឋាភិបាលតាមរយៈសាលារាជធានីភ្នំពេញក៏បានផ្ដល់នៅរថយន្តក្រុងជាច្រើនគ្រឿងផងដែរសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតដោយមិនមានការគិតថ្លៃដែលសកម្មភាពនេះគឺជាការចូលរួមចំណាយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការចំណាយប្រាក់កាសរបស់បងប្អូនប្រជាពលរដ្ឋនៅពេលទៅលេងបុណ្យទានម្ដងនោះមានឡានដឹកជញ្ជូនពួកខ្ញុំនឹងទៅតាមស្រុកតាមបណ្ដាខេត្តផ្សេងអញ្ចឹងអារម្មណ៍ខ្ញុំគឺសប្បាយរីករាយអាចជួយសម្រាលពួកខ្ញុំបានច្រើនដែរគ្រួសារខ្ញុំព្រោះអីទៅម្ដងគឺ5-6នាក់អីជាក់ឲ្យស្រួលអត់អីយើងអង្គុយមកអីធម្មតាអញ្ចឹងអត់អីស្រួលចាអត់មានពិបាកអីទេហើយណាមួយពួកគាត់ក៏មានជាទឹកមានជាភេទជ្ជៈអីចែកពួកយើងញ៉ាំតាមផ្លូវដែរក៏ឲ្យរាជរដ្ឋាភិបាលនឹងមានកម្មវិធីជួយប្រជាជននឹងឡានក្រុងនឹងដឹកកម្មករទាំងអស់ឲ្យបានរាល់ឆ្នាំជារៀងរហូតទៅចាខ្ញុំមានតែថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានជួយដល់ពួកខ្ញុំដែលបានដឹកទៅផ្ទះដោយមិនគិតថ្លៃអីចឹងណាជួយសម្រួលដល់ពួកខ្ញុំអាចជួយបានច្រើនដូចជាភេទជ្ជៈទឹកហើយនឹងដូចជាថ្លៃសហុយតាមផ្លូវអីដែលយើងអត់អស់ថ្លៃសហុយតាមផ្លូវអីចឹងចាសូមអរគុណសន្តិភាពពិតជាមានតម្លៃជាងអ្វីទាំងអស់ប្រទេសដ៏តូចមួយនេះបានលេចឡើងលើឆាកអន្តរជាតិយ៉ាងត្រដែតក្រោមការដាក់ចេញនូវគោលនយោបាយសមាហរណកម្មខ្លួនឯងទៅក្នុងសហគមន៍អន្តរជាតិនិងពិភពលោកជាលទ្ធផលនៃការបញ្ចប់សង្គ្រាមនឹងនាំមកនូវសុខសន្តិភាពពេញផ្ទៃប្រទេសនៅឆ្នាំ1998របស់បរិះខ្លាំងកម្ពុជាគឺសម្ដេចតេជោសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនគួរឲ្យមានមោទនភាពជាក់ស្ដែងពីទសវត្សរ៍កន្លងទៅនេះពលគឺមុនការរាតត្បាតជំងឺ Covid-19 ដែលធ្វើឲ្យប្រទេសនេះឈានទៅកាន់ឋានៈជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាបនៅឆ្នាំ2015និងកំពុងឈានទៅកាន់ឋានៈថ្មីជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ2030និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ2050ខាងមុខសម្លេងសើចក្អាកក្អាយលើផ្ទៃមុខពោពេញទៅដោយម្សៅសសម្លៀកបំពាក់ជោគជាំដោយទឹកបាននឹងកំពុងឆ្លុះបញ្ចាំងឲ្យឃើញនៅតម្លៃរួបរวมគ្នាតម្លៃនៃសេចក្តីស្រឡាញ់តម្លៃនៃសាមគ្គីភាពដែលមានតម្លៃមហាសាលនិងមិនអាចកាត់ថ្លៃបានរបស់ប្រជាជាតិមួយនេះដែលធ្លាប់កំសត់នោះភាពសប្បាយរីករាយទាំងអស់នេះបានបង្ហាញអំពីមូលដ្ឋាននៃកំណើនសេដ្ឋកិច្ចបំភ្លេចចោលអតីតកាលពោពេញទៅដោយទុក្ខសោកនិងបញ្ហានានាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបាននាំគ្នាលេងល្បែងប្រជាប្រិយសំខាន់ជាច្រើនដែលធ្វើឲ្យបរិយាកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរកាន់តែមានភាពសប្បាយរីករាយក្រោមម្លប់នៃសុខសន្តិភាពនោះ
ការដើរកំសាន្តពីតំបន់មួយទៅតំបន់មួយរូបនីយដ្ឋានមួយទៅកាន់រូបនីយដ្ឋានមួយទៀតនៅបណ្ដារាជធានីខេត្តទាំង25ព្រមទាំងការមកដល់នៅភ្ញៀវទេសចរចម្រុះជាតិសាសន៍សាច់ប្រាក់រាប់លានដុល្លារបានចាក់ចូលនៅក្នុងចរន្តសេដ្ឋកិច្ចរបស់ជាតិផងដែរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរបានបញ្ចប់ហើយតែស្នាមញញឹមអនុស្សាវរីយ៍ភាពត្រកុំត្រកាលនៅក្នុងលំហចិត្តបានស្ថិតនៅជាមួយប្រជាជាតិខ្មែរដែលពួកគេតែងតែលួចញញឹមនិងអន្ទះសាររងចាំពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរនៅឆ្នាំបន្ទាប់ទៀតក្នុងដំណើរជាប្រវត្តិសាស្ត្រនៅលើវិថីឆ្ពោះទៅកាន់អរិយធម៌ជាថ្មីទាមទារឲ្យប្រជាជាតិមួយនេះកសាងនៅមូលដ្ឋានគ្រឹះសេដ្ឋកិច្ចឲ្យកាន់តែរឹងមាំមានឆន្ទៈស្នេហាជាតិកាន់តែមោះមុតនិងត្រូវមានសីលធម៌សុជីវធម៌ជាមុនគ្រប់គ្រងនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបាននឹងកំពុងខិតខំប្រឹងប្រែងដើម្បីរក្សាបាននូវមូលដ្ឋានគ្រឹះសុខសន្តិភាពនិងការកសាងសេដ្ឋកិច្ចជាតិឲ្យកាន់តែរីកចម្រើនខ្លាំងក្លាបន្ថែមទៀតក្នុងន័យនេះរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបដិញ្ញាការពារសន្តិភាពទោះក្នុងតម្លៃណាក៏ដោយដើម្បីធានាថាប្រទេសយើងនឹងក្លាយទៅជាប្រទេសដែលមានការវិវត្តរឹងមាំមិនធ្លាក់នៅក្នុងសង្គ្រាមរ៉ាំរ៉ៃដោយពីអតីតកាលនោះទេហើយជាពិសេសដើម្បីសម្រេចបាននូវចក្ខុវិស័យឆ្នាំ2050ការបញ្ចប់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែររយៈពេល3ថ្ងៃនេះគឺជាពេលវេលាដែលយើងត្រូវចាប់ផ្ដើមការងារអាជីវកម្មឲ្យមានភាពរស់រវើកជាងមុនជាមួយនឹងទស្សនវិស័យកម្ពុជាឆ្ពោះទៅកាន់ប្រទេសដែលមានការអភិវឌ្ឍនៅឆ្នាំ2050ដែលទាមទារឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីសម្រេចគោលដៅដែលបានកំណត់នោះអរគុណសម្ដេចឯកឧត្តមលោកជំទាវដែលបានតាមដានទស្សនានៅកម្មវិធីមរតកតេជោតាំងពីដើមរហូតដល់ចប់នៅឱកាសក្រោយខ្ញុំបាទនឹងមានប្រធានបទថ្មីមកជម្រាបជូនជាបន្តទៀតសម្រាប់ពេលនេះខ្ញុំបាទសំសៃហាសូមអរគុណសូមគោរពលា